បងប្អូនអ្នកហាត់ប្រាណរងៃពីច្រើនបែងចែកអត់តាច់ជាមួយនឹងសម្រក់គីឡូហើយនឹងហាត់យករៀងអញ្ចឹងហាត់ឲ្យបងខ្ញុំនិយាយថាបែងចែកអត់តាច់ពីច្រើនបងប្អូនអ្នកចង់ទៅហាត់ប្រាណយករៀងយកអីចឹងគាត់តែងតែឡើងទៅថ្លឹងគីឡូហើយឃើញគីឡូគាត់រៀងឡើងអញ្ចឹងទៅគាត់តែងតែគិតថាហាត់យូរហើយហាត់អត់ស្រួលសោះដោយសារតែអីដោយសារតែហាត់អត់ត្រូវឬក៏ដោយសារតែគ្រូមិនល្អតែគាត់ភ្លេចថាគោលដៅរបស់គាត់ហ្នឹងគឺហាត់យករៀងមិនមែនហាត់សម្រក់គីឡូទេចាំបងប្អូនបែងចែកដាច់បើយើងហាត់សម្រក់គីឡូមិនចាំបាច់តើមានគ្រូក៏បានដែរបងប្អូនគ្រាន់តែរត់តែម៉ាស៊ីនឬក៏លោតអន្ទាក់ជិះកង់ធ្វើ activity មួយចំនួនបាន 4-500 កាឡូរីក្នុងមួយថ្ងៃមកហើយបងប្អូនតមចំណេះហាបានច្រើនតិចមកតមស្ករតមនំប៉័ងតមមីតមអីចឹងបានច្រើនតិចមកបងប្អូនស្រកគីឡូហើយប៉ុន្តែទុយទៅវិញបងប្អូនមកហាត់ប្រាណមកកន្លែងហាត់ក្លឹបហាត់ប្រាណបងប្អូនលេងដែកលេងលំហាត់ប្រាណមួយចំនួនដែលធ្វើឲ្យសាច់ដុំយើងហ្នឹងវាផាំតឹងណែនដើម្បីចេញរៀងមកហ្នឹងវាទៅជាឡើងថ្លឹងគីឡូទៅឃើញគីឡូរបស់យើងឡើងបងប្អូនមិនចាដែកមួយយករៀងមួយសម្រក់គីឡូណាសម្រក់គីឡូគឺមានន័យថាយើងសម្រក់ទៅទាំងអស់ទាំងសាច់ដុំទាំងខ្លាញ់ទាំងទឹកទាំងអីចឹងទៅតែបើយើងគេហាត់យករៀងណាបងប្អូនគេថែរក្សាសាច់ដុំដើម្បីយកសាច់តាគៀយកសាច់កន្លែងណាដែលគេចង់បានហ្នឹងឲ្យបានតឹងណាឬក៏ធំជាងមុនតិចតួចហើយសាច់ខ្លាញ់គេសម្រក់មកតែខ្លាញ់ទេហើយម៉ាស់ទឹកគេថែរក្សាម៉ាស់ទឹកឲ្យបានល្អដើម្បីឲ្យវាមានតុល្យភាពអុកស៊ីហ្សែនក្នុងខ្លួនអញ្ចឹងណាអញ្ចឹងហ្នឹងហើយគីឡូឡើងដោយសារម៉ាស់សាច់ដុំបងប្អូនពេលនៅក្នុងវីដេអូមុនខ្ញុំតែនិយាយខ្ញុំតែប្រៀបធៀបថាសាច់គោ1គីឡូហើយសាច់ជ្រូក1គីឡូមួយណាធំជាងខ្ញុំធ្វើវីដេអូហ្នឹងឡើងដើម្បីឲ្យបងប្អូនយល់ថាតើ1គីឡូសាច់គោហ្នឹងហាត់ឲ្យมันត្រូវទូជាងសាច់ជ្រូក1គីឡូតែធំជាងអញ្ចឹងដោយសារតែសាច់ជ្រូក1គីឡូធំជាងដោយសារតែអីដោយសារតែម៉ាស់ខ្លាញ់គេច្រើនអញ្ចឹងហើយម៉ាស់សាច់ដុំតិចអញ្ចឹងវាឃើញធំមែនតែ1គីឡូដូចគ្នាសាច់គោ1គីឡូទូចមួយឯងហើយមិនបានវាតូចតែ1គីឡូដោយសារវាតាន់សាច់ដុំម៉ាស់សាច់ដុំគឺវាក្រាស់អញ្ចឹងសរុបមកវិញអញ្ចឹងបងប្អូនបែងចែកដាច់ទៅលើហាត់យករៀងហើយនឹងហាត់សម្រក់គីឡូមិនចាំបាច់បងប្អូនទេសូម្បីតែកូនសិស្សខ្ញុំរងថ្ងៃហ្នឹងក៏គាត់នៅបែងចែកអត់តាន់ដាច់ដែរមានន័យថាគាត់តែងតែយកតួលេខនៃលើអញ្ជីងហ្នឹងយកមកនិយាយជាមួយខ្ញុំហើយខ្ញុំព្យាយាមបញ្យល់ច្រើនដងហើយមែនតើអញ្ចឹងសង្ឃឹមថាវីដេអូនេះជួយសម្រួលអារម្មណ៍ហើយនឹងការគិតឲ្យបងប្អូនបានចេះយល់ដឹងពីហាត់យករៀងហើយនឹងហាត់សម្រក់គីឡូឲ្យបានល្អអញ្ចឹងបានបងប្អូនហាត់ទៅដល់គោលដៅលឿនអញ្ចឹងទេឲ្យតែឡើងគីឡូហាត់បានមួយខែពីរខែឡើងគីឡូឡើងឲ្យតិចតួចចាប់តាមមានអារម្មណ៍ថាលេងចង់ហាត់ហើយដោយសារអីដោយសារតែគីឡូវាឡើងក៏ពិតជាក់ស្ដែងបងប្អូនចង់ដឹងច្បាស់បងប្អូនវាស់បងប្អូនវាស់ទំហំតាគៀទំហំចង្កេះទំហំខ្នងនឹងគឺសំខាន់ជាងគេហើយដើមដៃមិនស្អីណាហើយបងប្អូនមួយខែចាំបងប្អូនទៅcalculate ម្ដងក៏មួយអាទិត្យម្ដងក៏បានដែរទៅវាស់ម្ដងទៀតអញ្ចឹងណាហើយកុំភ្លេចថតរូប4សន្លឹកទុក4សន្លឹកមានរូបបែបពីមុខចំហៀងហើយនិងពីក្រោយដើម្បីអីដើម្បីយកទៅ compare មួយខែមុនមួយខែក្រោយអញ្ចឹងបងប្អូនដឹងថាតើមួយខែដែលបងប្អូនហាត់ហ្នឹងឡើងគីឡូហ្នឹងឧទាហរណ៍ឡើង1គីឡូ2គីឡូប៉ុន្តែបងប្អូនផ្លែកអីខ្លះបងប្អូនឡើងសាច់ដុំស្រក់ខ្លាញ់ឬបងប្អូនឡើងទាំងខ្លាញ់ឡើងទាំងសាច់ដុំតែបើសិនជាឡើងគីឡូហើយឬយើងតូចជាងមុនគឺឡើងតែម៉ាស់សាច់ដុំនេះបងប្អូនសាច់ខ្លាញ់យើងគឺស្រក់មកដោយសារអីដោយសារតែម៉ាស់សាច់ដុំប៉ុន្តែផ្ទុយទៅវិញបើសិនជាបងប្អូនឡើងគីឡូហើយមើលទៅធំជាងមុននៅក្នុងរូបនៅក្នុងតួលេខដែលបងប្អូនវាស់ហ្នឹងបងប្អូនឡើងខ្លាញ់ហើយឡើងសាច់ដុំហើយបងប្អូនដោយសារអីហាត់គីឡូហើយបងប្អូនអត់តមទៅញ៉ាំនំប៉័ងនៅញ៉ាំបាយសនៅបងប្អូននៅតែញ៉ាំផ្អែមញ៉ាំអីចឹងទៅដើម្បីថែរក្សាខ្លាញ់ក្នុងខ្លួនញ៉ាំផ្អែមហើយខ្លាញ់អត់ងាយចេញទេបងប្អូនហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនយល់បែងចែកដាច់ជាមួយនឹងការហាត់យករៀងហើយនឹងហាត់យកសម្រក់គីឡូអូខេហើយបើសិនជាបងប្អូនអត់ច្បាស់ទេអាចមកជួបខ្ញុំនៅក្លឹបហាត់ប្រាណ Bulldog Fitness Center ក៏បានដែរសាខានៅសែនសុខជាក្លឹបហាត់ប្រាណមួយបំពាក់ដោយឧបករណ៍ស្តង់ដាមានអាងហែទឹកស្ទីមសណាពិសេសគឺមានគ្រូបង្វឹកច្បាស់លាស់ហើយមានបទពិសោធន៍យូរឆ្នាំដើម្បីឲ្យបងប្អូនពិគ្រោះមុននឹងហាត់ចឹងណាឬក៏បងប្អូនអាចសាកល្បងមួយថ្ងៃដើម្បីឲ្យដឹងថាតើពួកគាត់ប្រហាត់បែបម៉េចហើយចាំចូលហាត់ម៉ោងលុយក៏បានដែរអត់ជាបញ្ហាទេដោយសារពួកយើងផ្ដោតទៅលើស្តង់ដា quality របស់ពួកយើងតាំងពី10ឆ្នាំមុនបើសិនជាបងប្អូនណាអត់ follow ខ្ញុំទេ follow ម្នាក់មួយមកដើម្បីដឹងពីព័ត៌មានទាក់ទងជាមួយនឹងសុខភាពនិងកីឡាទាំងអស់គ្នាហើយជួបជាមួយខ្ញុំឡងនេះនៅវីដេអូក្រោយ